តោះបងប្អូនគ្នាមកតាមដានព្រឹត្តិការណ៍នៅព័ត៌មានពីប្រទេសថៃបន្តទៀតដោយសារតែពេលនេះថៃកំពុងតែមានការពង្រឹងនៅសន្តិសុខបាទនៅក្នុងប្រទេសនោះគឺខ្លាំងមែនទែនហើយថ្ងៃនេះគឺជាថ្ងៃ7ខែ2ឆ្នាំ2026ហើយស្អែកនេះគឺជាថ្ងៃបោះឆ្នោតអញ្ចឹងអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ដោយសារតែថៃបាទកំពុងតែមានការបារម្ភនៅភាគខាងត្បូងបងប្អូនដឹងថា2ថ្ងៃមុនហ្នឹងគឺមានការបាទបង្កប់គ្រាប់បែកនៅតាមក្រសាំងហើយបើយើងនិយាយមកបែបទៀតថាហេតុអ្វីបានជាថៃបាទមិនទាន់ចង់ឈ្លានពានមកកាន់កម្ពុជាទី1ពាក់ព័ន្ធទៅនឹងការជិតបោះឆ្នោតទី2បញ្ហាសន្តិសុខនៅក្នុងប្រទេសថៃដោយសារតែភាគខាងត្បូងនេះគឺមានការចង់ផ្ដាច់ខ្លួនបាទមិនមែនធម្មតាណាបងប្អូនទាំងគ្នាភាគខាងត្បូងនេះគឺចង់ផ្ដាច់ខ្លួនហើយដោយសារតែការគ្រប់គ្រងរបស់បាទនាយករដ្ឋមន្ត្រីឬក៏រដ្ឋាភិបាលរបស់ថៃមួយចំនួននឹងហាក់ដូចជាមិនយកចិត្តទុកដាក់បាទចំពោះទីតាំងនៅកន្លែងនោះអញ្ចឹងពាក់ព័ន្ធទៅនឹងព័ត៌មានដែលមានការលើកឡើងថាអាចទេភាគខាងត្បូងប្រទេសថៃនឹងមានការផ្ដាច់ខ្លួនបាទបើសម្រាប់អ្នកវិភាគជាច្រើនគេថាភាគខាងត្បូងនេះគេចង់ផ្ដាច់ខ្លួនខ្លាំងណាស់ក៏ប៉ុន្តែយោធាឬក៏រដ្ឋាភិបាលរបស់ថៃនេះគឺការគៀបសង្កត់ខ្លាំងមែនតើហើយម្សិល2ថ្ងៃមុនយើងដឹងហើយបាទមានក្រុមបាទមិនដឹងថាក្រុមភាគខាងត្បូងឬក៏ខាងណាទេបានតែពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសឲ្យទៅជិតដល់ថ្ងៃបោះឆ្នោតបាទភាគខាងត្បូងនេះគឺតែងតែមានការលួចបង្កប់នៅគ្រាប់បែកតាមក្រសាំងបំផ្ទុះអីចឹងទៅបាទជាការគំរាមកំហែងនោះគឺខ្លាំងមែនទែនអញ្ចឹងស្របពេលដែលថ្ងៃជិតបោះឆ្នោតកាន់តែខិតជិតមកដល់មេតបរបស់ថៃបានចេញបញ្ជាឲ្យពង្រឹងសន្តិសុខខ្លាំងបំផុតនៅតំបន់ភាគខាងត្បូងអំឡុងពេលបោះឆ្នោតដើម្បីធានានូវសុវត្ថិភាពបទបញ្ជានេះត្រូវបានដាក់ចេញដោយអគ្គសេនាធិការកងទ័ពជើងគោកអំឡុងពេលចុះទៅត្រួតពិនិត្យនៅសភាពការនៅខេត្តប៉ាត់តានីបាទនៅថ្ងៃប្រហ័សទី5ខែកុម្ភៈឆ្នាំ2026នេះលោកបានបញ្ជាកងកម្លាំងទាំងអស់ត្រូវតែរៀបចំបាទនៅផែនការសន្តិសុខឲ្យបានតឹងរ៉ឹងបំផុតទៅតាមបណ្ដាខេត្តជាប់ព្រំដែនភាគខាងត្បូងដើម្បីធានាសុវត្ថិភាពអំឡុងពេលបោះឆ្នោតនៅថ្ងៃអាទិត្យទី8បាទខាងមុខនេះអញ្ចឹងពាក់ព័ន្ធទៅនឹងបញ្ជានេះកើតឡើងស្របពេលដែលភាគខាងត្បូងប្រទេសថៃកើតមាននៅការវាយប្រហាររាល់ថ្ងៃជាពិសេសគឺការបំផ្ទុះគ្រាប់បែកដែលបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាបន្តបន្ទាប់សម្រាប់រឿងរ៉ាវទាំងអស់នេះបងប្អូនទាំងនេះដឹងថាប្រទេសថៃស្អែកដល់ថ្ងៃបោះឆ្នោតហើយបើយើងនិយាយអំពីសន្តិសុខវិញគឺអត់សូវមានទេដូច្នេះហើយព្រមនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃនេះបាទអត់ទាន់មានការផ្ទុះជាអាវុធទេបើទោះបីជាម្សិលមិញនេះយើងដឹងថាថៃអធិស្ឋានបងប្អូននេះគឺកងទ័ពរបស់ថៃឬក៏ទាហានរបស់ថៃនឹងក៏បានមានចំនួនជាមួយគ្នានៅតាមបន្ទាត់ព្រំដែនអញ្ចឹងយ៉ាងណាឬក៏យ៉ាងណីក៏ដោយថៃគេត្រូវតែទប់សិនបាទទប់បានថាទប់មិនឲ្យមានការឆ្លោះទេបើពុំនោះទេថៃកាន់តែពិបាករកអ្នកដោះស្រាយដោយសារអីបងប្អូនគ្នាដោយសារតែថៃរកអ្នកដឹកនាំមួយបាទឬក៏មនុស្សម្នាក់មកដឹកនាំប្រទេសអត់តាន់បានអញ្ចឹងហើយចង់មិនចង់បើយើងនិយាយអំពីសង្គ្រាមគេត្រូវតែផ្អាកសិនបាទគេត្រូវតែបើយើងនិយាយមកបែបទៀតគេហៅថាចលោសិនអញ្ចឹងណាបើថាមិនមែនត្រូវក្ដុងក៏ក្ដុងតាមក្រោយអញ្ចឹងទៅគេទៅអាពួកនេះវាឈួតហ្មងយល់មិនដឹងថាវាចង់គិតអីបើយើងនិយាយអំពីបញ្ហានៅក្នុងប្រទេសវិញបាទតាំងពីអនុទានឡើងជាបាទនិយាយថាម៉េចបងប្អូននិយាយថាឡើងជានាយករដ្ឋមន្ត្រីថ្មីបាទវល់បែកអាចតែម្ដងមិនដឹងថាការងារមួយថ្ងៃទៅជាមួយថ្ងៃនោះវាយ៉ាងម៉េចជាពិសេសអាមេតបភូមិភាគទី2ប៊ុនសិនផាក់ខ្លាងគេនោះមិនដឹងថាជាស្អីឡើងមកអួតអាងស្រាប់ចង់វាយគ្នាចេះចង់វាយគ្នាចោះបាទទាំងដែលកម្ពុជានិងថៃសន្តិភាពជាមួយគ្នារាប់ទសវត្សទៅហើយក៏ប៉ុន្តែអាអ្នកមកក្រោយនេះដូចជាចង់បានមុខមាត់ខ្លាំងដល់ពេលអញ្ចឹងប្រឹងរកវិធីណាដើម្បីឆ្លោះជាមួយកម្ពុជាឲ្យខ្លួនឯងនឹងមានអំណាចហើយដល់ពេលអញ្ចឹងមិនដឹងថាពួកនេះឈួតឬក៏ជាអូខេបងប្អូននេះសម្រាប់ព័ត៌មានមួយនេះយើងសូមបញ្ចប់តែប៉ុណ្្នឹងហើយបើសិនជាមានព័ត៌មានអាប់ដេតថ្មីជាបន្តទៀតយើងនឹងចែករំលែកបាទទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនអរគ្នាជាបន្ត